គុំព្យាយាមដាក់ស្តង់ដារខ្ពស់លើការសិក្សារបស់កូនៗរហូតធ្វើឲ្យពួកគេមានសម្ពាធអីវីដេអូមួយនេះគឺសម្រាប់លោកពូអ្នកមីងដែលមានកូនកំពុងតែស្ថិតនៅក្នុងវ័យសិក្សាជាការពិតណាស់ឪពុកម្ដាយណាក៏ចង់ឃើញកូនៗរបស់ពួកគាត់ទទួលបានលទ្ធផលល្អចំណាត់ថ្នាក់ល្អដូចជាលេខ1ឬក៏និទេសអេនៅក្នុងថ្នាក់ដែលពួកគេកំពុងតែរៀនផងដែរហើយទន្ទឹមនឹងនេះក៏មានអាណាព្យាបាលមួយចំនួនកំពុងតែព្យាយាមដាក់ស្តង់ដារសម្រាប់កូនៗរបស់ពួកគាត់នៅក្នុងការសិក្សាផងដែរក៏ប៉ុន្តែការកំណត់ស្តង់ដារសម្រាប់ការសិក្សារបស់កូនៗឲ្យពួកគាត់ខិតខំប្រឹងរៀនដើម្បីទទួលបាននូវលទ្ធផលល្អលេខ1ឬក៏និទេស A គឺមិនអាក្រក់នោះទេពីព្រោះការធ្វើបែបនេះនឹងធ្វើឲ្យពួកគេខិតខំរៀនសូត្រមានទំនួលខុសត្រូវមានវិន័យល្អក្នុងខ្លួននិងមិនខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ប៉ុន្តែដោយឡែកបើសិនជាពួកគេធ្វើមិនបានល្អទេត្រូវបានឪពុកម្ដាយស្ដីបន្ទោសឬក៏ការប្រៀបធៀបរវាងគាត់ជាមួយនឹងកូនអ្នកដទៃនោះនឹងរុញឲ្យកូនៗទាំងអស់នោះធ្លាក់ទៅក្នុងភាពបាក់ទឹកចិត្តនិងលែងចង់ខំប្រឹងធ្វើអ្វីបន្តទៀតឬពេលខ្លះទៀតគាត់អាចនឹងព្យាយាមទៅចម្លងចម្លើយពីមិត្តភ័ក្តិរបស់ពួកគាត់ដើម្បីទទួលបានពិន្ទុខ្ពស់ដើម្បីប្រកបចិត្តឪពុកម្ដាយរបស់ពួកគាត់ដោយមិនគិតពីការខិតខំប្រឹងរៀនពិតប្រាកដវិធីល្អឪពុកម្ដាយទាំងអស់គួរតែលើកទឹកចិត្តដល់ពួកគាត់ទោះបីជាគាត់ទទួលបានលទ្ធផលមិនសមប្រកបទៅតាមអ្វីដែលយើងចង់បានក៏ដោយគួរតែប្រើប្រាស់ពាក្យសម្ដីល្អពីរូបភាសាជាមួយគាត់និងលើកទឹកចិត្តគាត់បន្ថែមទៀតនោះនឹងធ្វើឲ្យគាត់មានទឹកចិត្តកាន់តែខ្លាំងជៀសវាងការប្រៀបធៀបសមត្ថភាពរបស់គាត់ជាមួយនឹងកូនគេដទៃទៀតដែលរុញស្ថានភាពកាន់តែពិបាកនិងអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃវាហាក់ដូចជាធ្វើឲ្យទឹកចិត្តរបស់ពួកគាត់ត្រូវបានបំផ្លាញដោយសារតែការកំណត់ស្តង់ដារខ្ពស់បំផុតសម្រាប់ការសិក្សារបស់ពួកគាត់